មែនតើជីវិតយើងឃើញគេជួបទុកកុំសើចយំហើយឃើញគេសុខសាន្តស្រុកស្ដំហ្នឹងក៏គុំទៅឈ្នានេះអីមនុស្សយើងជួបសុខជួបទុកជារឿងធម្មតាទេនៃដំណើរជីវិតយើងនោះធៀបពិតទៅគ្មានអ្នកណាចង់ជួបបញ្ហាទេគ្មានអ្នកណាចង់ជួបវិបត្តិទេសារជាតិជាមនុស្សអ្នកណាក៏មានអារម្មណ៍ថាភ័យអ្នកណាក៏មានអារម្មណ៍ថាខ្លាចអ្នកណាក៏មានអារម្មណ៍ថារន្ធត់ដូចតែគ្នានឹងគ្មានអ្នកណាចង់ជួបបញ្ហាទេអញ្ចឹងនៅពេលដែលគេមានបញ្ហាកុំទៅសើចកុំទៅយំនឹងជីវិតគេយើងមិនមែនជាទេវតាទេមនុស្សលោកដូចតែគ្នានឹងថ្ងៃណាមួយអាចនឹងយើងជួបទុកនឹងក៏ថាបានដែរអ្នកខ្លះឃើញគេជួបទុកឃើញគេជួបបញ្ហាឃើញជីវិតគេនឹងធ្លាក់ចុះមានវិបត្តិអីទីងទួចនឹងឆ្លៀតទៅសើចយំជីវិតគេអ្នកខ្លះឆ្លៀតទាំងកេងចំណេញទៅលើអាទុកទៅលើអាវិបត្តិនឹងរបស់អ្នកដទៃទៀតដូចជាសបាយអនឹងទុករបស់អ្នកដទៃនឹងមែនតើឃើញគេជួបទុកឃើញគេកំពុងតែធ្លាក់ចុះឃើញគេកំពុងតែមានវិបត្តិកុំសើចកុំយំហើយក៏កុំយកអាវិបត្តិរបស់គេនឹងមកធ្វើជាការលេងសើចរបស់យើងត្រូវចាំថាយើងរស់នៅក្នុងបរិយាកាសតែមួយទេថ្ងៃនេះយើងជន់គេថ្ងៃក្រោយគេគង់នឹងជន់យើងវិញទេហើយបើយើងបដោះយើងគ្រប់គ្រងអាគំនិតបំផ្លាញគំនិតបំពេញគំនិតជន់ឈ្លីអ្នកដតីនៅពេលដែលគេជួបទុកហ្នឹងអ្នកត្រូវចាំថានៅពេលដែលដល់វេនយើងម្ដងទើបយើងដឹងថាកំបិតវាចិត្តដងឯងនៅលើโลกនេះគ្មានអ្នកណាចង់ជួបវិបត្តិទេហើយថាមិនត្រូវថ្ងៃណាមួយវាអាចឈានទៅដល់វេនយើងនឹងក៏ថាបានដែរកុំសើចចំអកគេឲ្យសោះនៅពេលដែលគេជួបទុកនៅពេលដែលគេជួបបញ្ហាវាបង្ហាញថាយើងជាមនុស្សគ្មានតម្លៃទេរឿងខ្លះណាស់តែមិនតាន់ដល់វេនយើងអត់ស្គាល់រសជាតិនៃអាការប្រមាថមើលងាយនឹងទេមិនតាន់ដល់វេនយើងអត់តាន់ស្គាល់រសជាតិនៃជីវិតដុនដាបនឹងយ៉ាងម៉េចទេតលតែថ្មធ្លាក់ចំក្បាលជង្គង់ខ្លួនឯងទើបដឹងថា